ទី15ខែ6នេះគឺជាថ្ងៃចូលរួមសវនាការរបស់លោកគ្រូរងឈុនយើងគ្រាន់តែឃើញលោកគ្រូរងឈុនចូលរួមសវនាការជាមួយនឹងអ្នកគាំទ្ររបស់គាត់បែរជាយើងឃើញអ្វីដែលហួសចិត្តបងប្អូនសិតតែបង្ហោះដ្រូនលើក្បាលដើម្បីថតសកម្មភាពដើម្បីពង្រាយកម្លាំងដើម្បីពួនស្ទាក់គ្រាន់តែលោកគ្រូរងឈុនម្នាក់អត់មានកងកម្លាំងប្រដាប់អាវុធអត់មានទាំងប្រពន្ធកូនអត់មានទាំងលុយកាក់ទ្រព្យសម្បត្តិតំណែងទូនាទីអីក៏គាត់អត់មានហើយអីក៏រៀបកម្លាំងខ្លាំងខ្លាម្ល៉េះដល់ទៅពេលគេនិយាយថាបានតែខ្លាំងជាមួយនឹងខ្មែរដល់ទៅពេលគេឲ្យក្តរទៅតាំងនឹងចាប់គេដាក់គុកហើយការពិតអត់ឲ្យគ្រាន់តែរឿងគ្រាន់តែលោកគ្រូរងឈុនគាត់នាំគ្នាទៅចូលរួមសវនាការបែរជាបង្ហោះដ្រូនបែរជាដាក់កម្លាំងសិតតែស្ទាក់សិតតែធ្ពួកដៃគ្នាប៉ះសិនបើបង្ហោះដ្រូនណាដើម្បីស្លូបយកការមើលថៃវាបោះបង្គោលព្រំដែនកន្លែងណាថៃវាពាត់បលាលួសយកដីកន្លែងណាឲ្យដូចជាសកម្មភាពស្ទាក់កម្លាំងលោកគ្រូរងឈុនចូលរួមសវនាការប្រហែលជាខ្មែរអត់មានដីអត់មានថៃណាយកដីបាន1មីលីម៉ែត្រអត់មានថៃណាចូលយកដីបោះបង្គោលព្រំដែនតាមក្បាលវ៉ាល់ដូចរាល់ថ្ងៃនេះទេប្រហែលមើលទៅបងប្អូនយើងគិតមើលនិយាយទៅថាយើងប្រឆាំងហើយបើខ្លាំងបានតែជាមួយនឹងខ្មែរអញ្ចឹងហ្នឹងរឿងអីមិនឲ្យយើងឈឺចាប់រឿងអីមិនឲ្យយើងនិយាយយើងថាអញ្ចឹងបានជាខ្ញុំនៅក្រៅប្រទេសអ្នកនិយាយនៅស្រុកខ្មែរនិយាយមិនកើតជាប់គុកចុះយើងនៅស្រុកក្រៅនេះហេតុអីបានជាយើងមិននាំគ្នានិយាយឲ្យហើយមិនទាន់ជាប់គុកចឹងបានខ្ញុំចេះតែនិយាយពីព្រោះនិយាយមិនទាន់បានជាប់គុកខ្ញុំគ្រប់គ្រងលើកទឹកចិត្តនិងគោរពនៅវិរៈភាពរបស់លោកគ្រូរងឈុនសូមប្រជាពលរដ្ឋខ្មែរជាពិសេសអន្តរជាតិជួយឃ្លាំមើលនិងជួយគ្រប់គ្រងលោកគ្រូរងឈុនការលះបង់របស់គាត់ការប្រឈមមុខរបស់គាត់បើទោះបីជាតឡាការគេដាក់បំរាមសិតតែកាត់ទោសពីបទញុះញង់មិនរៀងចាលរឿងអីគេគាត់ធ្វើទោសអីគេឲ្យគាត់រៀងចាលឈប់ខ្វល់ពីរឿងប្រទេសជាតិគាត់មិនកើតបើមនុស្សចោលមកសៀតមិនចាំបាច់ចាប់ដាក់គុកទេក៏គេមិនខ្វល់រឿងប្រទេសជាតិដែរខ្វះអីមនុស្សចោលមកសៀតពួកអាមន្ត្រីចោលមកសៀតលួចតែជាតិប្លន់តែជាតិក្បត់ជាតិនាំតំណែងថៃចូលមកហ្នឹងពួកអាក្បត់ជាតិអញ្ចឹងលោកហ៊ុនសែននិយាយផ្ទាល់មាត់តែម្ដងពួកអាក្បត់ជាតិនាំជង្គង់មាន់នាំតំណែងថៃចូលតាំងពីម៉ោង11យប់ដល់ម៉ោង4ភ្លឺពួកអាក្បត់ជាតិអញ្ចឹងបានត្រូវកាត់ទោសវាហើយចូលលោកគ្រូរងឈុននេះគាត់ឲ្យគាត់រៀងចារឿងអីគេការឲ្យលោកតឡាការឲ្យគាត់រៀងចារឿងអីគេកាត់ទោសគាត់ឲ្យគាត់រៀងចាឈប់ខ្វល់ពីរឿងជាតិមែនមនុស្សអញ្ចឹងធនធានអញ្ចឹងគឺជាធនធានដ៏កម្រហេតុអ្វីបានជាមិនត្រូវបានលើកទឹកចិត្តបែរជានាំគ្នាដាក់ទោសគាត់បែរជាចាប់គាត់ដាក់គុកសំណាងហើយគាត់នៅតែរឹងមាំអញ្ចឹងបានជាខ្ញុំអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសឃើញទេគ្រាន់តែលោកគ្រូរងឈុនចូលរួមសវនាការឃើញកម្លាំងគ្រប់គ្រងគាត់ប៉ុណ្ណឹងណាឃើញឯងគេអត់ចង់ឲ្យមានសម្រែកមិនចង់ឲ្យមានការចូលរួមដើរស្រែកទៀមទាអីចឹងទេលោកហ៊ុនសែនឃើញរូបភាពចឹងភ័យណាស់លោកហ៊ុនសែនរបបលោកហ៊ុនសែនលោកហ៊ុនម៉ាណែតឃើញរូបភាពចឹងគ្នាដេកញ័រសម័យឃើញ2013ខ្លាច់បដូរចុះចេញទៅហ៊ុនសែនអើយខ្លាច់បដូរមិនដូរទៀតខ្លាច់ងើបអារូបភាពចឹងបានហ៊ុនសែនសុកចិត្តបង្ហោះដ្រូនសុកចិត្តដាក់កម្លាំងការពារនិយាយពីថាខ្លាំងខ្លាណាស់ជាមួយនឹងខ្មែរជាមួយនឹងចៅអន់ដូចគេហៅថាដូចកដលត្រូវទឹកឆ្លក់ទឹកអាកដលឆ្លក់ទឹកបងប្អូនដឹងស្រាប់អាកដលយកដេញចាក់ដល់ពេលវាឆ្លក់ទឹកវារត់ចិត្តងាប់ចិត្តរស់ងើបហើបម្ដងហ្នឹងនិយាយថាវាឆ្លក់ទឹកវាចិត្តផុតដង្ហើមអាហ្នឹងខ្លាចជាមួយនឹងចោនិយាយពីខ្លាចគេអញ្ចឹងដល់ជាមួយនឹងខ្មែរមកឲ្យដូចកញ្ជ្រោងដូចខ្លាលខិនអញ្ចឹងនិយាយពីថាគ្រាន់តែឃើញខ្មែរងើបមួយកាហែមងើបមួយស្រែកដាក់ក្បាលមេក្រូមិនអស់ចិត្តឃើញទេស្រែកមួយងើបមួយដល់លោកគ្រូរងឈុនមិនងើបអ្នកឯងណាមកទាំងវងទាំងវាយអញ្ចឹងអាហ្នឹងហើយគឺជារូបភាពដែលលោកហ៊ុនសែនខ្លាចបំផុតភ័យបំផុតដេកសម័យយប់ណាក៏សម័យឃើញដែរអញ្ចឹងគ្រប់គ្រងប្រជាពលរដ្ឋខ្មែរចូលរួមទាំងក្នុងនិងក្រៅប្រទេសអ្នកក្រៅប្រទេសបានចូលរួមគ្រប់គ្រងចំណែកបងប្អូននៅក្នុងស្រុកចូលរួមសកម្មភាពជាមួយគាត់អញ្ចឹងតាមរូបភាពដែលអាចធ្វើទៅបានគេអត់អាចចាប់ដាក់គុកទាំងអស់ទេបងប្អូនយកលោកគ្រូរងឈុនជាគំរូលោកគ្រូរងឈុនឃើញគេដាក់គាត់គេចាប់គាត់ដាក់ទោសប្រហែលក៏គាត់នៅតែអត់រៀងគាត់នៅតែអត់ញញើតគឺដោយគាត់និយាយអញ្ចឹងគាត់អត់មានបានធ្វើអីខុសអត់មានអីត្រូវខ្លាចទោះបីជាអ្នកឯងដាក់ច្បាប់
tam ham thơ nយោបាយក៏គាត់នៅតែធ្វើគាត់នៅតែស្រែកឃើញអាហ្នឹងគាត់នយោបាយគាត់ពីព្រោះគាត់ទូនាទីជាអ្នកខ្វល់ពីរឿងសុខទុក្ខខ្មែរខ្វល់ពីរឿងទឹកដីខ្វល់ពីរឿងនយោបាយអញ្ចឹងគាត់ត្រូវតែស្រែកទោះបីជាលោកឯងដាក់ទោះគាត់កំពុងតែកាត់ទោសហ្នឹងបងប្អូនអាហ្នឹងបានគេហៅថាអ្នកខ្លាំងអាហ្នឹងបានគេហៅថាអ្នកមែនខ្ញុំទៅសើលោកគ្រូរងឈុនទៅសើមែនតើថាគាត់ពិតជាខ្លាំងពិតជាក្លាហានតឡាការកំពុងតែប្រកាសសាលក្រងគាត់ហើយគាត់ទៅស្រែកអញ្ចឹងនេះរឿងអីអាហ្នឹងគេហៅថាសកម្មភាពដែលគាត់មិនខ្លាចជាមួយនឹងប្រឈមមុខជាមួយនឹងការពិតពីព្រោះគាត់ធ្វើអត់មានខុសច្បាប់អញ្ចឹងគាត់អត់មានខ្លាចទេអញ្ចឹងតឡាការហ្នឹងអត់មានត្រូវដាក់ទោសឲ្យគាត់ត្រូវទោសឲ្យគាត់ដាក់ហាមគាត់មានទោសអីគេកាត់គាត់កុំឲ្យឈរឈ្មោះឲ្យគេបោះឆ្នោតហ្នឹងគាត់ជាប្រជាពលរដ្ឋខ្មែរគាត់មានសិទ្ធិពេញលេញគាត់មានសិទ្ធិធ្វើនយោបាយដើរហើរពេញលេញហើយហាមគាត់កាត់ទោសគាត់អត់ឲ្យគាត់ធ្វើនយោបាយមិនគាត់ជាអ្នកនយោបាយគាត់ជាអ្នកខ្វល់រឿងស្នាំងបាយប្រជាជនខ្វល់រឿងសុខទុក្ខប្រជាជនអត់ឲ្យគាត់និយាយស្ដីរឿងនយោបាយយ៉ាងម៉េចអញ្ចឹងសូមតឡាការត្រូវតែដោះលែងគាត់ត្រូវតែទម្លាក់ចោលបទចោទប្រកាន់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌសូមអន្តរជាតិជាពិសេសប្រជាពលរដ្ឋខ្មែរខ្ញុំនៅក្រៅប្រទេសប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសទូទាំងពិភពលោកគ្រប់គ្រងនិងលើកទឹកចិត្តជំរុញនៅពីក្រោយលោកគ្រូរងឈុនគាត់ធ្វើនេះគឺជារឿងត្រឹមត្រូវគឺជារឿងដែលជាគំរូគេហៅថាលោកគ្រូរងឈុនគឺជាគំរូកាន់នៃការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យប្រឆាំងជាមួយនឹងភាពអយុត្តិធម៌តឡាការឲ្យគាត់ដោយគ្មានយុត្តិធម៌ដោយគ្មានត្រឹមត្រូវគាត់ប្រឈមមុខជាមួយនឹងការពិតគាត់ដើរចូលតឡាការលោកឯងគាត់ដើរចូលតឡាការដោយភាពក្លាហានគួរតែថ្វាយអង្គមគាត់ដល់បាតជើងបានត្រូវពួកអាមន្ត្រីចោលមកសៀតដែលនាំគ្នាបង្ហោះដ្រូនដែលនាំគ្នាស្អីសស្រាក់ដៃគ្នាសិតតែចាប់ដៃគ្នាដើម្បីកាក់ពួកគាត់ដើម្បីរារាំងពួកគាត់រាយកម្លាំងបើពួកក្បាលលោកឯងខ្លាំងរាយកម្លាំងបង្ហោះដ្រូនឲ្យខ្លាំងដោយរាំងក្រុមលោកគ្រូរងឈុនណាមិនដឹងជាទឹកដីខ្មែរគង់វង្សបណ្ណាទេក៏ប៉ុន្តែពួកលោកឯងហ្នឹងអត់ចេះខ្មាស់ឆ្កែទេអីដែលគេឲ្យក្តរដែលគេថាអត់ចេះខ្មាស់ឆ្កែហ្នឹងគេនិយាយពាក្យធ្ងន់ហ្នឹងចាំងតាំងចាប់គេដាក់គុកខ្ញុំនិយាយនេះដោយសារតែនៅក្រៅស្រុកទេបើនៅក្នុងស្រុកជាប់គុកយូរហើយក៏ប៉ុន្តែយើងមិនទាន់ជាប់គុកហ្នឹងនិយាយឲ្យហើយទៅបន្តិចទៀតគង់តែបានជាប់គុកបើមិនជាប់គុកក៏គង់តែងាប់ដោយសារតែអ្វីមួយដែរជីវិតនេះគ្មានអ្វីអមតៈទេពួកអ្នកចាប់គេដាក់គុកហ្នឹងក៏វាគង់តែងាប់កាំងបេះដូងងាប់មានលុយក៏ប៉ុណ្ណាពេទ្យនៅក្បាលម្នេកនៅចុងជើងយាម24ម៉ោងក៏គង់តែកាំងបេះដូងងាប់គ្មានអាណាមើលតាន់ដូចតែគ្នាហ្នឹងឃើញទេអ្នកមានលុយមានអំណាចមកកណោហ្នឹងងាប់កាំងបេះដូងគ្មានពេទ្យណាមកតាន់ផងហ្នឹងដាក់ពេទ្យយាមការ24ម៉ោងនៅតែងាប់ដោយសារកាំងបេះដូងនៅតែងាប់ដោយសារតែព្យាបាលជំងឺអត់ជាឃើញទេវាគង់តែងាប់ដូចគ្នាទេជីវិតអញ្ចឹងបានថាជីវិតលោកគ្រូរងឈុនគាត់ប្រើជីវិតនេះដ៏មានតម្លៃអស្ចារ្យដែលធ្វើជាគំរូឲ្យកូនខ្មែរនាំគ្នាកុំខ្លាចជាមួយនឹងភាពអយុត្តិធម៌ត្រូវតែរត់ចូលត្រូវតែដើរចូលភាពអង្អាចក្លាហានរបស់លោកគ្រូគឺជាគំរូអ្នកនយោបាយដតីពួកគាត់ខ្លោបខ្លាចអស់ហើយអញ្ចឹងនៅតែលោកគ្រូរងឈុននេះមួយនេះគឺខ្ញុំគ្រប់គ្រងគាត់ហ្មងខ្ញុំថាឲ្យតែអ្នកដែលសកម្មហ៊ានក្លាហានដោយលោកគ្រូរងឈុនណាគឺគេអត់ឲ្យងើបទេអញ្ចឹងបានរបបនឹងអ្នកណាក៏ដោយឲ្យតែហ៊ាននិយាយការពិតដឹងតែគេមិនឲ្យរួចខ្លួនអញ្ចឹងយើងកុំបង្កើតរងឈុនតែមួយយើងត្រូវមានរងឈុនមួយលានអ្នកមានកែមលីមួយលានអ្នកមានសំរងស៊ីរាប់រយលានអ្នកមានកឹមសុខារាប់លានអ្នកអាហ្នឹងបានឈ្នះរបបផ្ដាច់ការត្រូវងើបទាំងអស់គ្នាបានឈ្នះបើងើបតែម្នាក់គេចាប់អញ្ចឹងឃើញលោកពេលលោកគ្រូរងឈុនឃើញហ៎អញ្ចឹងយើងនាំគ្នាគ្រប់គ្រងនៅពីក្រោយគាត់ដើរមុខចឹងយើងនៅពីក្រោយចឹងតែដើរតាមគាត់ដូចថាហ្នឹងគាត់ជាអ្នកមេមួយជាអ្នកនាំមុខគេគាត់សុខចិត្តប្រឈមមុខគាត់ប្រពន្ធក៏អត់មានកូនក៏អត់មានទ្រព្យសម្បត្តិក៏អីក៏អត់មានតំណែងតួនាទីឋានៈសិតតាគោជោបលុយឡានគេឲ្យស៊ីឲ្យចាយមិនបានគាត់មិនយកគាត់បោះចោលគាត់លះបង់ចោលដើម្បីយើងនេះហើយយើងគ្រាន់តែដើរតាមពីក្រោយគាត់ជួយស្រែកគ្រប់គ្រងគាត់លើកទឹកចិត្តគាត់រឿងអីយើងមិនធ្វើខ្ញុំក៏គ្រប់គ្រងខ្ញុំត្រូវតែលើកទឹកចិត្តមនុស្សអញ្ចឹងធនធានអញ្ចឹងខ្ញុំគ្រប់គ្រងដាច់ក្បាលកវត្តចោលមនុស្សដែលកម្រធនធានកម្ររបស់កម្ពុជាដែលបង្ហាញជាគំរូឲ្យកូនខ្មែរងើបនាំគ្នាតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យសិទ្ធិសេរីភាពលទ្ធិប្រជាធិបតេយ្យអត់មានអ្នកណាដាក់ជើងពៀនឲ្យយើងទេរបបផ្ដាច់ការគ្មានអាណាគេឲ្យយើងទេពីព្រោះរបបផ្ដាច់ការវាកាន់អំណាចវាតពូជតពងតកូនតចៅលុយវាដេកលើលុយវាសុកចិត្តទម្លាក់ចោលហើយបងប្អូនវាអត់ងាយទម្លាក់ទេអញ្ចឹងបើយើងមិនងើបមិនដេញក្បាលវាកវត្តចោលទេវានៅតែកាន់អំណាចផ្ដាច់ការវានៅតែធ្វើបាបយើងវិជិះជន់យើងងើបមួយវាយមួយអញ្ចឹងបើយើងងើបទាំងអស់គ្នាអាហ្នឹងបានរត់ចែកជើងគ្នារបបផ្ដាច់ការនោះ